បងប្អូនមានដឹងទេថាហេតុអ្វីបានជាជនជាតិសៀមគេចេះតែរំលោភបំពានឈ្លានពានយើងម្ដងហើយម្ដងទៀតយ៉ាងដូចនេះមកដល់សម័យបច្ចុប្បន្នសម័យវិទ្យាសាស្ត្រឆ្នាំ2025ហើយក៏គេនៅតែរំលោភឈ្លានពានយើងដោយសារតែគេធ្លាប់រំលោភបំពានមកលើយើងគេធ្លាប់ដាក់អាណានិគមមកលើយើងជាច្រើនលើកច្រើនសាររួចទៅហើយខ្ញុំនិយាយត្រួសដូចជាចុងសម័យអង្គរក៏គេធ្លាប់វាយបែកទីក្រុងយសោធិបរៈរបស់យើងហើយគេប្លន់គេសម្លាប់ជនជាតិយើងក្នុងសម័យចតុមុខក្នុងរាជរបស់ព្រះបាទធម្មរាជាក៏គេបានសម្លាប់យើងគេបានប្លន់យើងគេបានគៀយកទ្រព្យសម្បត្តិរបស់យើងខ្ទេចខ្ទីម្ដងទៀតមកដល់សម័យលង្វែកក្នុងរាជរបស់ព្រះបាទជីជាថាទី1គេវាយយកបន្ទាយលង្វែករបស់យើងគេសម្លាប់ប្រជាពលរដ្ឋខ្មែរយើងហើយគៀយកទ្រព្យសម្បត្តិយើងខ្ទេចខ្ទីយកទៅប្រទេសគេម្ដងទៀតចូលមកដល់សម័យឧដុង្គគេបានវាយលុកយកប្រទេសកម្ពុជាយើងរួចហើយដាក់ធ្វើជាអាណានិគមរបស់គេបងប្អូនធ្លាប់ឮពាក្យថាចុះទឹកក្រពើឡើងលើខ្លាទៅផ្សារប៉ូលីសរួចហើយពាក្យនេះគឺកើតឡើងតាំងតែពីសម័យលង្វែកចូលមកដល់សម័យឧដុង្គហើយនៅក្នុងសម័យកាលឧដុង្គនេះហើយជាសម័យកាលដែលយើងបាត់បង់ប្រទេសជាតិតែម្ដងព្រោះពេលនោះទឹកដីរបស់ខ្មែរយើងត្រូវបានពុះចែកទៅជា3ផ្នែកធំមានកម្ពុជាលើគឺម្ខាងគេត្រួតត្រាទៅកម្ពុជាក្រោមម្ខាងទៀតត្រួតត្រាហើយនៅកម្ពុជាកណ្ដាលកូនទូចមួយតែប៉ុន្មានខេត្តប៉ុណ្ណោះទេប៉ុន្តែយើងបានរើបំរាស់ឡើងមកវិញតាំងពីរាជរបស់ព្រះបាទអង្គម៉ៃរហូតដល់ព្រះបាទអង្គឌួងដែលយើងទៅពឹងបារាំងជាង18ឆ្នាំដែលយើងទៅសុំអង្វរបារាំងងូចឲ្យបារាំងចូលមកជួយយើងហើយទីបំផុតយើងបានសង្គ្រោះប្រទេសជាតិយើងបានមកវិញមកដល់ពេលនេះយើងមានប្រទេសសម្រាប់ឈរជើងដោយខ្លួនយើងហើយយើងអាចរស់នៅបានដោយអធិបតេយ្យភាពរបស់យើងហើយប៉ុន្តែបើសិនជាយើងតន់យើងខ្សោយប្រកាសណាស់គេនឹងលេបត្របាក់យើងម្ដងទៀតព្រោះគេធ្លាប់លេបត្របាក់យើងបានសម្រេចហើយដូច្នេះហើយមហិច្ឆតារបស់គេនៅតែចង់លេបត្របាក់យើងម្ដងហើយម្ដងទៀតព្រោះនេះគឺជាមហិច្ឆតារបស់ជនឈ្លានពានគឺអញ្ចឹងហើយដូច្នេះមានតែយើងខ្លាំងក្លាតែប៉ុណ្ណោះទេដូចដែលក្នុងសៀវភៅអរិយប្រទេសរបស់ខ្ញុំនិយាយអញ្ចឹងគឺកសាងប្រទេសជាតិយើងឲ្យคล้ายទៅជាអរិយប្រទេសប៉ុន្តែដើម្បីធ្វើឲ្យយើងคล้ายទៅជាអរិយប្រទេសបានយ៉ាងពិតប្រាកដលុះត្រាតែប្រទេសយើងខ្លាំងទាំងមេដឹកនាំខ្លាំងទាំងពលរដ្ឋរួមដៃគ្នាការពារទឹកដីយើងឲ្យបានគង់វង្សជារៀងដរាបតលតែយើងខ្លាំងទើបយើងមានឱកាសកសាងប្រទេសជាតិយើងឲ្យคล้ายទៅជាប្រទេសជឿនលឿនរុងរឿងសបោសបាយស្របតាមគោលការណ៍និងស្មារតីរបស់ខ្ញុំកសាងអរិយប្រទេសឡើង